មើលតែពីដើមវីដេអូហ្នឹងគឺធ្វើឲ្យបងប្អូនស្រក់ទឹកមាត់តែម្ដងវីដេអូនេះនឹងខ្ញុំថតកាលថ្ងៃទី23បានទៅលេងស្រុកកំណើតដោយសារតែមុនចូលឆ្នាំនិងរួចចូលឆ្នាំគឺថាអត់ទាន់មានពេលបានទៅលេងអញ្ចឹងតនេបានមួយថ្ងៃពីរថ្ងៃក៏ឆ្លៀតទៅលេងជុំគ្រួសារខាងនេះខ្ញុំហើយក៏មានបងចានៅខាងព្រៃខ្មែរហ្នឹងគឺគាត់ទៅលេងដែរអញ្ចឹងម្ល៉េះហើយនឹងខ្ញុំក៏ទិញមន់របស់អ្នកម្ដាយនឹងខ្ញុំតែម្ដងគឺគាត់ចិញ្ចឹមខ្លួនឯងហើយទិញមន់គាត់2ប៉ុន្តែគាត់ចាប់មក3ខ្លាចទទួលភ្ញៀវអត់គ្រប់ប៉ុន្តែនឹងខ្ញុំថាធ្វើតែ2សិនបានហើយព្រោះដោយសារបងគាត់មកលេងនឹងតែ2នាក់ទេហើយបងប្អូនហៅម្នាក់ពីរនាក់ទៀតហ្នឹងមិនដឹងថាគាត់មកនឹងអត់ណាបើមន់សនោះវិញឌឺហ្មងគាត់នៅប្រឡែងវាឲ្យវាជក់អាចដាក់នៅមុខយើងអញ្ចឹងនេះឃើញថាបងគាត់មកលេងអត់មានអីទទួលទេមានតែឲ្យម៉ែទុកគុយឲ្យពីចកោមដើម្បីឲ្យគាត់ហូបលេងសិនទៅហើយនឹងខ្ញុំមកពីខេត្តហ្នឹងក៏បានទិញជាមួយនឹងចាបុកកតុយហេះរបស់អូនវីដានេះកន្លះគីឡូដែរហើយគាត់មានថែមបន្លែឲ្យឡើងពីប្រអប់បងប្អូនបើនិយាយពីរសជាតិវិញឆ្ងាញ់មែនតែនបងប្អូនអត់ចូលចិត្តហឹលអីអាចកំងគាត់បានចាបើបងប្អូនចូលចិត្តហឹលដិតអីក៏កំងគាត់បានដូចគ្នាឃើញថាគាត់ដាក់តាមរសជាតិដែលយើងចង់បានណាបងប្អូនហើយតម្លៃវិញសមរម្យទេនេះខ្ញុំទិញកន្លះគីឡូហ្នឹងតម្លៃ35,000ហើយគាត់ថែមបន្លែឲ្យមានគ្រប់មុខដូចបងប្អូនឃើញអញ្ចឹងតែបើនិយាយពីបុកកតុយហេះហ្នឹងតន់តែរៀងហឹលដិតបានឆ្ងាញ់បើសិនជាហឹលល្មមទេអត់សូវឆ្ងាញ់ទេសម្រាប់បងអូនដែលចង់ញ៉ាំអីចាំនេះខ្ញុំដាក់ Facebook គាត់នៅក្នុងវីដេអូហ្នឹងឲ្យបងប្អូនឆាតទៅទិញគាត់ផ្ទាល់តែម្ដងក៏បានដែរងាកមកនេះខ្ញុំម្នេះគឺថាសាកភ្លក់បុកកតុយហេះជាមួយនឹងបន្លែឲ្យបងប្អូនឃើញគឺថារសជាតិឆ្ងាញ់ចាហើយនេះខ្ញុំកំងគឺហឹលមកល្មមចាដាក់ម្ទេសប្រហែលជា20គ្រាប់បានហើយចាបើសិនជាហឹលខ្លាំងដាក់50គ្រាប់ប៉ុន្តែនេះខ្ញុំកន្លះគីឡូហ្នឹងកំងយកម្ទេសតែ20គ្រាប់អីបានហើយមិនបាច់សិលហឹលពេកទេដោយសារតែនេះខ្ញុំអត់សូវចេះហឹលដែរអញ្ចឹងបងចំណែកមាន់នេះវិញឃើញថាពូហើយនឹងគ្រួសារនេះខ្ញុំគាត់កំពុងតែជ្រលក់ទឹកក្តៅដើម្បីបោចរោមវាហើយយើងយកធ្វើម្ហូបមាន់មួយយកទៅកាប់ប្រឡាអាំងទៅដើម្បីហូបជាមួយនឹងកតុយហេះហើយមាន់មួយទៀតហ្នឹងគឺថាកាប់វាស្ងោរជ្រក់បែបតូចទៅហើយចំពោះមាន់ដែលត្រូវយកមកប្រឡាអាំងនេះចាគឺពូនេះខ្ញុំគាត់កាប់មកល្មមអញ្ចឹងមិនបាច់តូចពេកទេហើយចំពោះគ្រឿងគឺបងប្អូនចូលចិត្តបែបហឹលឬក៏បែបអំបិលស្ករប៊ីចេងអីក៏បានដែរដូចនេះខ្ញុំអត់បានដាក់ម្ទេសទេដោយសារតែកតុយហេះរបស់យើងវារៀងហឹលហើយអញ្ចឹងយើងប្រឡាក់ជាមួយនឹងខ្ទឹមសចាមានប៊ីចេងស្ករហ្នឹងតែប៉ុណ្្នឹងមករួចរាល់ហើយចំពោះមាន់ដែលយើងត្រូវប្រឡាក់អាំងហ្នឹងគឺថានេះខ្ញុំប្រឡាក់គ្រឿងផ្អាប់ទុកប្រហែលជា5ទៅ10នាទីដើម្បីគ្រឿងហ្នឹងវាចូលជាតិជាមួយនឹងសាច់មាន់ហ្នឹងហើយបន្ទាប់ពីយើងទុកវាចូលជាតិហើយគឺយើងចាចាប់ផ្ដើមយកវាមកដាក់អាំងតែម្ដងទៅបងប្អូនបើនិយាយពីភ្លើងឬក៏ល្ងើកវិញចាបងប្អូនដាក់ល្មមអញ្ចឹងទៅមិនបាច់ចាំបខំភ្លើងពេកទេកាលណាបខំភ្លើងពេកគឺឆ្អិនតែខាងក្រៅឯងហើយណាមួយនេះខ្ញុំប្រឡាក់ជាមួយស្ករសអញ្ចឹងណាវាអាចនឹងខ្លោចបើសិនជាបងប្អូនដាក់ភ្លើងតែរឹមអញ្ចឹងទៅគឺវាយូរឆ្អិនមែនប៉ុន្តែវាឆ្អិនបានសព្វល្អហើយបងប្អូនក៏អាសាប្រេវាដែរបងប្អូនយើងអាសាប្រេវាចុះប្រេវាឡើងទៅឲ្យវាឆ្អិនចាស្មើគ្នាបើសិនជាបងប្អូនទុកឲ្យឆ្អិនម្ខាងហ្នឹងគឺវារៀងខ្លោចហើយបងប្អូនឃើញតែប៉ុណ្ណឹងគឺជាតិបងប្អូនអើយបានបែបជាក់អីទៀតណាបងប្អូនគឺឆ្ងាញ់តែម្ដងក្រោយពីមាន់នឹងឆ្អិនមួយដុំហើយនេះខ្ញុំយកទៅភ្លក់ជាមួយនឹងកតុយហេះចែកជូនបងប្អូនទស្សនាតែម្ដងហើយដូចបងប្អូនឃើញពីដើមវីដេអូអញ្ចឹងគឺនេះខ្ញុំបេះសាច់មាន់តិចមកចាយើងដួសកតុយហេះតិចមកហើយយើងផ្ទាប់ជាមួយនឹងបន្លែអញ្ចឹងបងប្អូនហើយនេះខ្ញុំហូបរៀងយប់ដែរប្រហែលជាម៉ោង8ចាបានប្អូនមកពីតាពាំងគំហ្នឹងចាគាត់មកដោយសារតែផ្ទះគាត់មានកម្មវិធីដែរដល់ពេលអញ្ចឹងទៅគាត់អត់បានមកពីថ្ងៃទេគាត់តន់តែរៀងយប់ប្រហែលជាម៉ោង8ហ្នឹងបានមកហើយមកហ្នឹងខ្ញុំទៅសើគាត់ហ្មងម្នាក់អាស្វឹងភ្នែកឡើងក្រហមអស់ហើយប៉ុន្តែនៅរកផ្ទះនេះខ្ញុំឃើញទៀតណាហើយក៏អរគុណចាពួកគាត់មែនតើបានឆ្លៀតមកលេងផ្ទះនេះខ្ញុំហើយនៅក្នុងវីដេអូហ្នឹងគឺមានតែម្ដងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូនេះខ្ញុំ